ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងឆ្នៃលុយ2000រៀលឲ្យខ្លះទៅជាមីឆាមួយចានដល់ឈ្ងុយឆ្ងាញ់ចាស់ពុកម៉ែបងប្អូនទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាចាឥឡូវនេះយើងចាប់តាមទៅយកលុយរបស់យើងហើយលុយអ្នកទាំងអស់គ្នាគឺថាពុកក្នុងកាបូបប៉ុន្តែមិននឹងទៅទិញអីញ៉ាំធ្វើការជូតផ្ទះសិនពុកម៉ែបងប្អូនហើយគឺថាបើសិនជាមិនបានជូតទេគឺថាកតក់ឬក៏ដីពេញនឹងតែម្ដងជិះបងប្អូនមើលនេះឃើញអត់សឹកតែកតក់តែដីអញ្ចឹងចឹងហើយយើងត្រូវសម្អាតវាសិនអត់កើតទេចាំពេលសម្អាតវាហើយចាំយើងទៅធ្វើមីឆាញ៉ាំទាំងអស់គ្នាតោះ let's go បងប្អូនបន្ទាប់ពីយើងសម្អាតអីរួចរាល់ហើយពុកម៉ែបងប្អូនឥឡូវមើលទេសភាពនៅមុខផ្ទះរបស់ខ្ញុំណាគឺថាថ្ងៃចែងចាំងតែម្ដងពុកម៉ែបងប្អូនអើយផ្ទះគេស្អាតមែនទែនឥឡូវនេះពុកម៉ែបងប្អូនមើលទេសភាពជុំវិញនឹងមើលថាយ៉ាងម៉េចដែរទេសភាពស្រុកស្រែមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូននៅគ្មានស៊ីវិល័យស៊ីអីដូចគេអ្នកក្រុងទេមែនអត់ពុកម៉ែបងប្អូនហ្នឹងហើយអូបាទនេះវិញទិញមកពីកំពតពុកម៉ែបងប្អូនដូចជាមកចកង់ប្រហែលទេនេះដូចភ្លេចបាត់ហើយតែស្អាតទៀតអាហ្នឹងដូចគេធ្វើចាឥឡូវនេះលុយរបស់យើងតោះបងប្អូនទាំងគ្នាទៅទិញមីដើម្បីយកមកឆាញ៉ាំនេះលុយរបស់យើងបន្ទាប់ពីជួតផ្ទះជួតអីហើយចឹងណាបងប្អូនយើងធ្វើការងារទៅយកហើយសិនចាំទៅធ្វើឲ្យញ៉ាំចឹងទៅឥឡូវធ្វើដំណើរទៅជាមួយខ្ញុំពុកម៉ែបងប្អូនទាំងគ្នាហើយជីវិតនេះស្រាក់នេះប៉ុណ្ណឹងឯងនេះទេសភាពជុំវិញផ្ទះអូយខៀវស្ងាត់តែម្ដងមួយថ្ងៃបើកមកឡើងចាញ់ចឹងតែម្ដងពុកម៉ែបងប្អូនបើហាស្រូវនិយាយថាពីល្អនោះល្អគ្រឿងឆាមីរបស់យើងពុកម៉ែបងប្អូននេះមានតែប៉ុណ្្នេះទេតោះឥឡូវយើងទៅចំអិនទាំងអស់គ្នា let's goបន្ទាប់ពីយើងលាងបន្លែលាងអីហើយយើងមករៀបចំគ្រឿងដើម្បីដាក់នៅមីឆារបស់យើងមានដូចជាស្ករប៊ីចេងហើយនឹងគ្រឿងមីបន្ទាប់មកមានពងទាប្រេងខ្យងហើយនឹងទឹកម្ទេសពុកម៉ែបងប្អូនកុំភ្លេចឲ្យសោះនោះគឺខ្ទឹមសនេះដាក់ទឹកគ្រឿងឲ្យឈ្ងុយតែម្ដងឥឡូវយើងធ្វើការរៀបចំខ្ទះរៀបអីចឹងទៀតដើម្បីដាក់ទឹកស្រស់មីយើងសិនដើម្បីវារីកចឹងណាពុកម៉ែបងប្អូនធ្វើការកាច់កែះមួយពុកម៉ែបងប្អូនអូយឆេះវោតែម្ដងឃើញថាខ្ទះក្តៅគ្រាន់បានហើយបន្ទាប់មកធ្វើការដាក់ទឹករបស់យើងដើម្បីឲ្យពុះឥឡូវនេះកញ្ចប់មីអ៊ីនដូមីរបស់យើងនឹងធ្វើការហែកវាទៅដើម្បីយកទៅស្រស់វាដើម្បីឲ្យវាទន់ល្មើយចឹងណាហើយនិយាយពីថាមីអ៊ីនដូមីហ្នឹងគឺល្បីមែនតើណាក៏ចូលចិត្តញ៉ាំដែរពុកម៉ែបងប្អូនហើយគ្រឿងក្នុងកញ្ចប់មីមានពីរកញ្ចប់មានវ៉ាមួយនិងខ្លាញ់របស់វាមួយចឹងយើងអត់បោះវាចោលឲ្យយើងទុកដាក់ផ្សំគ្រឿងដើម្បីឆាមីរបស់យើងហ្នឹងឲ្យកាន់តែឈ្ងុយឆ្ងាញ់បន្ទាប់ពីយើងដាំទឹកមួយសន្ទុះទៅឃើញថាទឹកនេះក្តៅគ្រាន់បានហើយធ្វើការដាក់មីរបស់យើងចូលបងប្អូននេះបន្លែយើងគឺថាមានមកកធុនពេញបបតែម្ដងហើយញ៉ាំតែឯងណាជាមួយញ៉ាំអត់ទេឥឡូវមីរបស់យើងចាប់ដាំតុនហើយយើងធ្វើការយកមីរបស់យើងនឹងដាក់មួយឡែកចឹងហើយពុកម៉ែបងប្អូនដើម្បីយកទឹកចាក់ចោលធ្វើការឆាមីតែម្ដងបន្ទាប់ពីចាក់ទឹកចាក់អីចោលហើយធ្វើការដាក់ខ្លាញ់ទៅអីចឹងទៅពុកម៉ែបងប្អូនងាយស្រួលដាក់ខ្លាញ់នេះឥឡូវខ្លាញ់កំពុងតែក្តៅពុះខូចហើយអូយដាក់ខ្ទឹមចូលពុកម៉ែបងប្អូនពងវាឲ្យឈ្ងុយគឺថាឈ្ងុយពី3ផ្ទះតែម្ដងណាគ្រាន់តែពងខ្ទឹមនេះគឺថាឈ្ងុយតែម្ដងតោះមកធ្វើការចាក់បន្លែចាក់យើងចូលទៅដែលមានដូចជាស្ពៃក្តៅស្ពៃតឿតែប៉ុណ្ណឹងពុកម៉ែបងប្អូនអើយឥឡូវធ្វើការឆាវាទៅឆាទៅវិញទៅមកចឹងទៅនេះឲ្យវាទន់បន្លែទន់អីចឹងពុកម៉ែបងប្អូនចាបន្ទាប់ពីបន្លែរបស់យើងមានសភាពទន់ហើយយើងធ្វើការដាក់គ្រឿងដាក់ប្រេងខ្យងដាក់អំបិលសុកដាក់អីដែលមាននៅក្នុងមីយើងមិញណាពុកម៉ែបងប្អូនបន្ទាប់ពីយើងដាក់វាហើយយើងកូរវាមកត្រឡប់បន្តមកធ្វើការចាក់ទឹកម្ទេសដែលមាននៅក្នុងកញ្ចប់មីអ៊ីនដូមីហ្នឹងហើយកុំភ្លេចឲ្យសោះគឺពងមាន់ឲ្យវាគោះចូលចឹងមកហើយនិយាយពីថាពុះខូចតែម្ដងបន្ទាប់ពីចាក់ពងមាន់ពងទាចូលហើយដាក់មីរបស់យើងម្ដងចាំបើឲ្យវាចូលជាមួយនឹងពងទាពងមាន់ហ្នឹងមកហើយកុំភ្លេចគឺស្ករហើយនឹងប៊ីចេងបន្ថែមគ្រឿងតាមហ្នឹងណាពុកម៉ែបងប្អូនហើយនឹងចុងក្រោយគេនោះគឺទឹកម្ទេសដាក់វាអញ្ចឹងទៅដើម្បីវាមានជាតិជូរជាតិហឹរពុកម៉ែបងប្អូនហើយមីឆានេះដែរគឺថាអែមមែនតើពុកម៉ែបងប្អូននិយាយពីថាញ៉ាំហើយគឺខ្ទិះតែម្ដងគឺវាល្មួតចូលជាមួយនឹងពងទាឥឡូវនេះបានសម្រេចមួយចានពេញបឹបតែម្ដងពុកម៉ែបងប្អូនតោះអញ្ជើញញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូន
គឺថាមិនរងចាំដែរទេគឺថែឲ្យពុកម៉ែបងប្អូនស្មាននេះចឹងឲ្យដាក់យើឲ្យពុកម៉ែបងប្អូនមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាថាឆ្ងាញ់មែនតើណាមានបន្លែមានមីអត់ទេបើយើងឆាមីឆាអីចឹងយើងដាក់បន្លែច្រើនយើងកុំញ៉ាំមីពេកគឺវាល្អហើយប៉ុន្តែយើងឆ្នៃដាក់បន្លែដាក់អីច្រើនចឹងមកគឺញ៉ាំទៅក៏វាល្អមួយយ៉ាងដែរពុកម៉ែបងប្អូនហើយយូរញ៉ាំម្ដងមកហើយមីកុំញ៉ាំច្រើនញឹកទៅពុកម៉ែបងប្អូនអត់សូវល្អទេហើយមួយមាត់ខ្ញុំញ៉ាំពុកម៉ែបងប្អូនគឺថាញាប់ធេងតែម្ដងនេះកំពុងតែមានក្តីសុខឆ្ងាញ់ណាហើយវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ដែរចឹងពុកម៉ែបងប្អូនសូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតពុកម៉ែបងប្អូនជម្រាប